ស្ដីណាគ្នាតាយើងមកមើលរឿងរបស់យើងតែពេលហ្នឹងតួប្រុសអាស៊ីហ្នឹងគឺជួនតួស្រីទៅទីហោអ្នកនរគ្នានៅក្រុមហ្នឹងគឺជួបអបិដងហ្វាងតួស្រីយើងគឺកំពុងតែបីវូវូទៅផ្ទះអ្នកនរគ្នាប៉ុន្តែតួប្រុសឆ្ងល់ថាមិនបានតួស្រីហ្នឹងបីវូវូហើយញឹមទៀតអាស៊ីហ្នឹងតួប្រុសហ្នឹងមកមុខគ្នាចឹងអ្នកនរគ្នាអាស៊ីក៏សឹបតួប្រុសថាអញ្ចឹងបងតងហ្វាងដឹងថាអិចបោះអ្នកបងគឺមុនណាគឺជាសពកាយស្អាតទៀតតែឥឡូវមើលចាស់មិនអាចនិយាយបានទេហើយថាចេះបងដឹងទេវានៅបង្ករឿងនៅទីនេះជិត2ម៉ោងហើយវាផឹកអស់6កំប៉ុងមិនទាន់ឲ្យលុយផងឥឡូវវានៅទីនេះស្រែកសួររកអ្នកគ្រប់គ្រងទៀតអ្នកគ្រប់គ្រងបងនិយាយជាមួយមិនស្ដាប់ក៏ចាប់គេចេញវាក៏ចាប់ដើមខ្មោចចូលដូចដែលបងឃើញអញ្ចឹងទៅគេនិយាយថាដងហ្វាងនៅសកលគឺជាសិស្សបកាយម្នាក់សង្ហាហើយជាសិស្សឆ្នាំប្រចាំសាលាទៀតផងចិត្តល្អទៀតអញ្ចឹងហើយអ្នកបានអ្នកបងគាត់លងយ៉ាងហ្នឹងទីបំផុតក៏ខ្លាចជាបែបនេះលួចលន់មកកាមមកអំណាចរបស់គេវាមិនមែនជាបណ្ដាសាទេតែវាជាកម្មក្រាស់ទៅទូស្រីក៏ងាកមកហៅពីអ្នកលេខានឹងច្បាយថាតោះទៅទីនេះគ្មានអីគួរឲ្យចង់មើលទេកាយឆ្មាវាអញ្ចឹងហើយវាគ្មានអីវាព័ន្ធនឹងខ្ញុំទេហើយម្យ៉ាងទៀតមិនក៏ខ្ញុំត្រូវយកដៃស្អាតខ្ញុំទៅផ្ទះមនុស្សបែបនេះទូស្រីនិយាយចឹងតួប្រុសក៏គាត់ថាផ្ទះមនុស្សបែបនេះវាមិនមែនជាការអាណិតទេមែនទេហើយកង្កតូចក៏មិនបោកក្រោយដែរតែខ្ញុំជឿថាកង្កតូចនិយាយត្រូវការសម្រេចចិត្តរបស់កង្កតូចពិតជាខ្លាំងមែនតួប្រុសក៏ទៅខ្សឹបអាស៊ីទៀតចឹងណាអត់ដឹងថាខ្សឹបព្រឹងអីទេគ្រាន់ថាអាស៊ីឆ្លើយថាបានបងហើយក៏យើងមើលឲ្យតង់សារចាស់ទូស្រីដងហ្វាងហ្នឹងវានៅក្នុងក្លឹបរបស់តួប្រុសដែរហើយឃើញកំអោបប្រុសកំដរម្នាក់ហើយក៏និយាយថាកំដរបងឲ្យល្អបងនឹងឲ្យលុយប្អូននៅច្រើនហើយស្រាប់តែអ្នកបម្រើម្នាក់ហ្នឹងនិយាយថាលោកច្បាស់ទេថាមានធីបតាមមួយកែវនេះមានលុយឲ្យគេដែរទេអ្នកបម្រើហ្នឹងក៏សួរអញ្ចឹងនិយាយពីរឿងត្រាហ្នឹងហើយអាដងហ្វាហ្នឹងខឹងហ្មងនិយាយថាឯងគិតថាឯងជាអ្នកណាហ៊ាននិយាយមើងងាយយើងបែបនេះទៅស្លាប់ទៅហើយក៏វាយម្នាក់ប្រុសហ្នឹងណាអ្នកគ្នាទោះបីតែមេឯងក៏គេអញ្ជើញយើងមកដែរហើយចាប់អាសៀហ្នឹងទាំងដបច្រកទៅមាត់គេហ្មងណាយើងអញ្ជើញឯងផឹកមួយដបនេះតែម្ដងចាំមើលថាឯងហ៊ានមើងងាយយើងទៀតទេក៏ឃើញតួប្រុសមើលតាមកាមេរ៉ាសុវត្ថិភាពថាអាប៉ែហ្នឹងវាធ្វើបាបម្នាក់ប្រុសហ្នឹងមិនthấyទៅអ្នកគ្រប់គ្រងហាងក៏និយាយប្រាប់តួប្រុសថាបងឈីមិនក៏ចំណាយពេលអបប្រយោជន៍ចាយលុយលើមនុស្សបែបនេះរាល់ថ្ងៃទៅវិញមនុស្សបែបនេះគួរតែបញ្ជូនវាទៅប៉ូលីសដោះស្រាយទៅបងហើយតួប្រុសក៏ថាគុំបារម្ភយើងគ្រាន់តែជួយរំលែកទុកវាឲ្យវាសប្បាយបន្តិចប៉ុណ្ណោះរួចចាំឲ្យវាយំតាមក្រោយចាប់តាស៊ីណាបើកស្វាមកឲ្យហៅបងឈីបើអស់អីហើយទៅវិញទៅតួប្រុសក៏និយាយចឹងណាហើយអ្នកគ្រប់គ្រងក៏ទៅហើយក៏និយាយថាគ្រប់យ៉ាងរួចរាល់ហើយនៅតួប្រុសសួរអាស៊ីណាអ្នកគ្នាបងឈីបងបញ្ជាតែមួយម៉ាត់ក៏កំប្រឹងដល់លើក្បាលវាបាត់ទៅហើយចាំបាច់ហត់អញ្ចឹងទៅអីដែរទេបងមិនដែលចេញមកដោយផ្ទាល់ចឹងទេបើមានអ្នកដឹងនោះក្រុមហ៊ុនយើងរត់លីមិនខានទេអាស៊ីថាអញ្ចឹងហើយទូព្រោះថាអញគិតថាយើងនឹងប្រើក្បាច់មកប្រាអញ្ចឹងមែនទេកុំខ្វល់ហើយធ្វើតាមយើងប្រាប់ទៅឯងចាំបានទេចាប់តានិយាយចោះនិយាយឡើងហ្នឹងក៏ចាប់ទៅហើយយើងក៏ឃើញតួស្រីហ្នឹងកំពុងតែជួយទេទៅណាគេម្នាក់ណាទាំងអស់គ្នាគេនិយាយថាឥឡូវឯងឲ្យស្រាក់ក្រហមទៅគេទៅអូនអាចបិទភ្នែកធ្វើមិនឃើញវាព្រោះអូនគិតថាវាទទួលបានកម្មហើយតែបងមិនអាចទេជប់ប្រុសគិតអញ្ចឹងហើយក៏ថាឯងធ្វើបាបទូត្រី7ឆ្នាំឲ្យរងទុកយើងនឹងឲ្យឯងសងលើនេះរាប់រយដងក៏ឃើញថាតួប្រុសញឹមមិនដឹងថាមានគម្រោងការអីធ្វើបាបដងហ្វាងឯអ្នកទាំងអស់គ្នាកាត់មកពេលយប់ស្រាប់ថាអូនតួស្រីហ្នឹងរវើរវាយយកសពរវើរវាយរត់ចុះរត់ឡើងហើយក៏និយាយថាណាគេក៏បានដែរជួយយកខ្ញុំចេញពីនេះផងខ្ញុំជាប់នៅក្នុងនេះមានអារម្មណ៍ថាពិបាកណាស់ដល់ពេលហើយស្រាប់តែសំឡេងថាមិនដែរក្នុងនេះមានអារម្មណ៍យ៉ាងមិនដែរហើយប្អូនតួស្រីងាកមកហ្នឹងក៏ឃើញតារបស់តួស្រីហើយក៏និយាយថាចាំយើងជួយឯងទីនេះពួកយើងនៅទីនេះនឹកឯងខ្លាំងណាស់ឯងដឹងទេហើយស្រាប់តែមានដៃមួយលោកចៅបាច់កយកមកនៅទាំងអស់គ្នាហើយស្រាប់តែមានអារម្មណ៍ថាថប់ដង្ហើមខ្លាំងហើយហ្នឹងស្រាប់បើកភ្នែកធំមកព្រោះឃើញអាប៉ែស៊ីនីហ្នឹងគេឃើញតួស្រីយើងហ្នឹងលើកធោមករកចង់វាយហើយក៏និយាយថាខ្ញុំខកហើយបងប្រត់ដល់លេងខ្ញុំទៅហើយស្រាប់តែភ្ញាក់ពីគេងមកវិញអ្នកនរគ្នាហើយក៏និយាយថាសុបិនណាវាគ្រាន់តែជាសុបិនប៉ុណ្ណោះខ្ញុំមករងរឿងមកដល់ថ្ងៃនេះដោយសារតែពរជ័យពីព្រះខ្ញុំជាមនុស្សអស្ចារ្យម្នាក់ហើយធ្វើអ្វីមួយច្បាស់លាស់នឹងជឿជាក់ណាស់ទោះជាស៊ីនីនឹងតែកញ្ចាស់នោះខ្លាចជាព្រលឹងមករកខ្ញុំក៏ដោយខ្ញុំមិនប្រកាន់ដែរនឹងធ្វើឲ្យពួកគេ
ស្លាប់ជាលើកទី2ចូលមើលទៅកញ្ចក់ចឹងណាទាំងអស់គ្នាហើយស្រាប់ថាពេលហ្នឹងមានសម្លេងទូរស័ព្ទទេមកញាក់ដែរអ្នកទាំងអស់គ្នានិយាយខ្លាំងតែមើលមុខភ្ញាក់ផ្អើលហើយក៏មើលថាអូយូឈីតាហើយក៏ចូលតួសម្ដែងអ្នកទាំងអស់គ្នាក៏និយាយថាបងឈីហើយទូព្រោះហ្នឹងឡើងភ័យព្រោះចង់ធ្វើបាបគេដល់ពេលឮវាយំចឹងមានអារម្មណ៍ថាធុញហ្មងក៏និយាយថាជីយំស្អីទាំងយប់ឲ្យហត់ណាស់ហើយក៏និយាយថាមានរឿងអីមិនសម្លេងលោកខ្លាចទៅជាបែបនេះទូព្រោះសួរចឹងណាហើយក៏និយាយថាខ្ញុំមកខ្ញុំយកសាប់អាក្រក់ប្រហែលថ្ងៃនេះព្រោះបងអបអសាទមិនជួបខ្ញុំមិនលើកលែងខ្ញុំសោះសុំតើប្រហែលថ្ងៃនេះខ្ញុំមកខ្លាំងអញ្ចឹងហើយទៅមានពេលខទៅលោកហើយធ្វើយំធ្វើអីទៀតមិនបាក់ពេកហើយក៏និយាយថាខ្ញុំគាត់ថាបងមិនចង់ជួបខ្ញុំអស់មួយជីវិតហើយរឿងក្នុងថ្ងៃគូកណាត់ខ្ញុំខ្ញុំអាចបកស្រាយបានណាបងមិនបាច់រំលឹកពីអតីតកាលវាកន្លងហួសទៅហើយវាជារឿងដូចក្មេងវាម្ដាយអញ្ចឹងទូព្រោះថាអញ្ចឹងហើយក៏និយាយថាបងឈីខ្ញុំនឹកបងខ្លាំងណាស់តើថ្ងៃស្អែកយើងអាចជួបគ្នាបានអត់បើវារំខានការងារបងចាប់ទោសថាខ្ញុំមិនបាននិយាយទៅចោះសុំទោសណាខ្ញុំដើរចែកលុយគេប្រហែលថ្ងៃតែគ្មានអ្នកព្រមជួយសោះពេលនេះអាខ្មៅនេះដល់ពេលល្មមអាចរួចពីដៃបានទេមិនឲ្យវារួចទេត្រូវតែចាប់ស៊ីនិយាយរួមមកមីប្អូនទូស្រីហ្នឹងវាចោលកំណត់វាអ្នកនរគ្នាចង់បោកទូប្រុសយើងគេថាទូប្រុសស្រឡាញ់វាហ្នឹងអត់ទេបានថ្ងៃស្អែកខ្ញុំសម្រាប់ល្មមអញ្ចឹងខ្ញុំនឹងឲ្យលោករើសកន្លែងប្រាប់ខ្ញុំតាមក្រោយចាស់ទូប្រុសនិយាយអញ្ចឹងឲ្យបើទូរស័ព្ទវាទៅឥឡូវយើងមកមើលអាគារហើយតងរបស់យើងអ្នកនរគ្នាទូប្រុសហ្នឹងគឺកាន់អារូបថតដែលវូដើរលេងមួយទូស្រីជាមួយវូហ្នឹងអ្នកនរគ្នាក៏ញឹមរហូតហើយអាស៊ីបើកស្រីមកក៏និយាយថាចាបងឈីមើលអីហ្នឹងបងឈីអូននំប៉័ងនេះដូចកូនបង្កើតរបស់បងអញ្ចឹងមាត់ផ្អែមទៅហើយអាស៊ីឯងចង់បានប្រាក់ខែប្រហែលខែមុនហើយខែនេះចង់ឡើងទៀតមែនខុសហើយខ្ញុំមិនបានសរសើរបងទេបងទាំងពីរពិតជាដូចគ្នាមែនតាបើបងមិនមានស្បែកខ្មៅនោះទេនឹងដូចគ្នាខ្លាំងជាងនេះទៀតអូយឈឺសម្លេងឈឺហ្នឹងគឺសម្លេងដែលយុឈីវាយអាស៊ីអ្នកទាំងអស់គ្នាព្រោះអាស៊ីនិយាយថាបងឈីយើងខ្មៅអ្នកទាំងអស់គ្នាហើយក៏អាស៊ីហ្នឹងក៏ថាបងមិនគិតអញ្ចឹងទេបងមើលភ្នែកគេនឹងភ្នែកបងចោះដូចគ្នាណាមានអ្នកជឿបើបងថាមិនពីប៉ាកូនគ្នាកូននំប៉ៅពិតជាដូចខ្ញុំមែនតាទូព្រោះនិយាយអញ្ចឹងហើយក៏ទូស្រីក៏ថាមែនតាបងឲ្យមើលចិត្តដិតបើមិនជឿខ្ញុំហើយទូព្រោះបាយយើងណាកាន់តែយកចិត្តទុកដាក់នៅលើរូបថតនឹងទៀតទាំងអស់គ្នាអាស៊ីក៏ផ្សាយថាបើមិនមែនកូនបង្កើតមានតែកូនរបស់ព្រះប្រទានបងឈីបងដឹងទេកាលពេលខ្ញុំបានជួបក្មេងតូចនោះខ្ញុំគិតថាបងជាមនុស្សចង្រៃយកតែមែនទេខ្ញុំអង្គុយអាណទុកស៊ីចង់ងាប់ជីវិតរបស់គាត់ហើយមិនគួរលំបាកសោះមកចិញ្ចឹមកូនម្នាក់ឯងក្រៅមនុស្សស្រីបោះបង់ចោលហើយមកជួបមនុស្សប្រុសអាក្រក់បែកខ្មៅតោងខំមិនលែងទុកទ្រុកដូចឆ្កែញីទៀតពិតជាកំសត់មែនបងស៊ីរបស់ខ្ញុំហើយទូប្រុសហ្នឹងខឹងវាយបងស៊ីយើងថែមទៀតអ្នកគ្នាគេនិយាយថាគេមិនទាំងបានចាប់អារម្មណ៍មនុស្សស្រីផងធ្វើមិនមានកូនបងក៏វាយខ្ញុំឈឺណាស់បងដឹងទេអាស៊ីតវិញចឹងវាជារឿងពិតដែលយើងមិនទាន់ដឹងប្រវត្តិរបស់វូហើយឯកសារដែលគេយកមកចិញ្ចឹមវាសឹងតែគ្មានសិនន័យទៅហើយឯងដឹងទេតែការប៉ុន្តែខ្ញុំក៏មិនចង់បង្ខំគេស៊ូគេនាំតែយកច្រឡំដែរអញ្ចឹងកុំខ្វល់ពីវូអីបានហើយចាំយើងប្រាប់ហេតុផលទៅឯងហើយអាស៊ីអត់ចង់ព្រមទេអរគ្នាចង់ទុញសោកយំដែរប៉ុន្តែធ្វើមិនទេបើទូប្រុសជាអញ្ចឹងតែពេលនេះប្រាប់យើងសិនមកដំណើរការដល់ណាហើយវីដេអូទាំងនេះនឹងការរៀបចំដែលយើងប្រាប់នោះសន្លឹកអាត់មួយនេះនឹងស្របពេលជាមួយគ្នានឹងប៉ូលីសមកចាប់គេទាំងពីរទាំងស៊ីនីនិងអណ្ដងហ្វាំងពួកវាគ្មានផ្លូវរត់រួចទេល្អបងឈីខ្ញុំតែខ្លាចថាបើយើងផ្លាត់តែបន្តិចនោះយើងនឹងមិនទាន់និយាយចាប់ផងមានសម្លេងអ្នកគូទ្វារអ្នកទាំងអស់គ្នាហើយស្រាប់តែឃើញទូស្រីរបស់យើងមកទាំងសទឹកហើយគេនិយាយថាយូឈីនៅណាហើយគេនិយាយថាស៊ីនីអូនមកទៅអីអូនសុខសប្បាយទេស្រាប់តែទូស្រីហ្នឹងផ្ទះទូប្រុសមកกับភ្លៀងមកអ្នកទាំងអស់គ្នាហើយក៏ខំមកហើយអត់និយាយទាំងអស់ហើយអាស៊ីយើងនិយាយថាបងឈីខ្ញុំសុំចេញទៅមុនហើយទៅព្រោះថាគ្មានទូនាទីឯងនៅទីនេះទៀតទេទៅចោះបានបងហើយទូប្រុសហ្នឹងក៏ងាកមកចាប់អារម្មណ៍ទូស្រីវិញថាអូនសាមអស់ហើយចូលមកក្នុងសិនមកទូស្រីហ្នឹងស្រាប់មិនទាន់ឲ្យគេប៉ះគេនិយាយថាយូឈីបងឈួតមែនទេមិនបានបងមិនប្រាប់ខ្ញុំមុនពេលបងចង់ធ្វើអីរឿងធំថ្នាក់នេះបងចង់ឲ្យអូនដឹងពេលបងត្រូវគេចាប់ចូលគុកម្ដងទៀតមែនទេទូស្រីខាងទូប្រុសខ្លាំងណាស់ទាំងអស់គ្នាតែយើងមិនទាន់ដឹងមានរឿងអីណាហើយយូឈីថាអូនដឹងហើយអាស៊ីប្រាប់អូនមែនទេបើគេមិនប្រាប់អូនណាបងចង់ឲ្យអូនដឹងពេលបងជួបគ្រោះថ្នាក់មែនទេ
បងចាំសម្រាប់តែម្នាក់ឯងស្អែកនេះមិនឬបងកូនធ្វើវាអីអូនណានឹងដោះស្រាយគំនិតនេះដោយខ្លួនឯងអូនចង់មានន័យថាមិនទៅប្រសួរចឹងបងមិនគិតថាស៊ូស៊ីនីវាចាញ់បោកបងងាយបែបនេះទេចុះបើបងធ្វើអីវាមិនបានហើយជាប់ទោសខ្លួនឯងវិញនោះបងជាមនុស្សម្នាក់ដែលជាប់គុកហើយទៅមុខទៀតថាបងគួរតែដឹងខ្លួនឯងហើយទៅផងខឹងដែរអ្នកនរគ្នាឈឺក្បាលផងខឹងផងវាហាខំជួយគេគេត្រូវបានគេមើលរំលងហើយនិយាយថាបងដឹងហើយតែអូនគិតថាអ្វីដែលពួកវាធ្វើមកលើអូនណាបងអាចទ្រាំឈរមើលបានឬអាដងហ្វាងហើយនឹងអាស៊ីននោះវាចូលមករកបងខ្លួនឯងទេបងមិនមែនជាមនុស្សប្រុសទេបើបងមិនឲ្យពួកវានៅទឹកនឹងមិនអាចសងសឹកជួសអូនបាននោះទូផខឹងស្រីដាក់ទូស្រីក៏មើលមុខទូផហើយក៏និយាយថាយូឈីកព្រោះងងមិនមករំខានបងដោយសារតែរឿងនេះបងបោកអាដងហ្វាងហើយណាត់ជួបស៊ីននេះឲ្យវាជួបជាមួយដងហ្វាងបន្ទាប់មកបងចង់ឲ្យពួកគេលាក់របស់ឲ្យចោទថាវាជាអ្នកលួចមែនទេយូឈីកស្ដាប់អូនបងមិនអាចធ្វើបែបនេះបានទេបងបោះឲ្យវាចោលទៅមិនទាន់មានមនុស្សច្រើនដឹងទេបងបានណាត់ស៊ីននេះរួចហើយក៏អញ្ជើញវាមកទីនេះដែរអូននឹងវល់បងកុំធ្វើវាអីបានទេអូនប្រាថ្នាឲ្យវានៅឲ្យឆ្ងាយគ្រាន់បើជាងឲ្យបងបាត់បង់ជីវិតរបស់ខ្លួនឯងហើយអូនរស់នៅរបៀបមិនទៅបងពិតជាមិនអាចធ្វើបែបនេះបានទេមែនទេមនុស្សល្ងងអត់ជឿអូនសោះសួស្តីអ្នកទាំងអស់គ្នារបស់យើងគឺចាប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាយើងនឹងតភាគក្រោយទៀតណាអ្នកទាំងអស់គ្នាអូខេ love you goodbye